คลิกខ្លួនណានៅសល់ពេលម្ដង100ថ្ងៃទៀតផងការប្រឡងបាក់ឌុបរបស់យើងក៏បានឈានចុងដល់ហើយតើបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅសម្រាប់ការប្រឡងឲ្យទទួលបានភាពជោគជ័យសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះផារតនវិទូជាអតីតសានិតេអេកាលពីឆ្នាំ2023កន្លងផុតទៅក្នុងថ្ងៃផងដែរខ្ញុំមានបទពិសោធន៍ក៏ដូចជាកលឹះមួយចំនួនសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាក្នុងការត្រៀមខ្លួនរយៈពេល3ខែមុនពេលបាក់ឌុបនៅសល់ពេលតែ3ខែប៉ុណ្ណោះអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែចាប់ផ្ដើមពីថ្ងៃនេះតទៅដើម្បីឲ្យការប្រឡងរបស់យើងទទួលបានភាពជោគជ័យក៏ដូចជាឆ្ពោះទៅរកនីតិដែលល្អតាមដែលខ្លួនចង់បានអញ្ចឹងខ្ញុំមានកលឹះចំនួន4ធំៗសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នា3ខែមុនបាក់ឌុបគន្លឹះទី1គឺការកំណត់គោលដៅគឺជាកត្តាចម្បងដែលធ្វើឲ្យយើងទទួលបានភាពជោគជ័យផងដែរកាលណាយើងចេះកំណត់គោលដៅច្បាស់លាស់រមែងតែទទួលបានភាពជោគជ័យតាមដែលខ្លួនចង់បានជាក់ស្ដែងខ្ញុំបាទមានគោលដៅមួយគឺចង់បាននីតិ A ក្រោយពីការប្រឡងបាក់ឌុបចាំបងប្អូនទាំងអស់គ្នាបានកំណត់គោលដៅសម្រាប់ខ្លួនឯងក្រោយការប្រឡងបាក់ឌុបហើយឬនៅប្រសិនបើបងប្អូនមិនទាន់បានកំណត់គោលដៅសម្រាប់ខ្លួនឯងទេចូលបងប្អូនទាំងអស់គ្នាកំណត់នៅក្នុងថ្ងៃនេះទៅនៅសល់ពេលមិនច្រើនទៀតទេសម្រាប់យើងកាលណាយើងមានគោលដៅច្បាស់លាស់ការខិតខំប្រឹងប្រែងរបស់យើងក៏វាសមាមាត្រទៅនឹងលទ្ធផលដែលយើងទទួលបានដូចគ្នាហើយកាលណាគោលដៅយើងកាន់តែខ្ពស់ការខិតខំរបស់យើងក៏កាន់តែខ្ពស់ទៅតាមនោះដែរដូច្នេះហើយបងប្អូនទាំងអស់គ្នាគួរតែចាប់ផ្ដើមកំណត់គោលដៅសម្រាប់ខ្លួនឯងបានច្បាស់លាស់ដើម្បីឲ្យការប្រឡងរបស់យើងទទួលបាននូវភាពជោគជ័យពីនោះគឺការបង្កើតទម្លាប់ក្នុងការរៀនហ្នឹងមានន័យថាយើងធ្វើសកម្មភាពរៀនដដែលនិងមិនធុញទ្រាន់ការបង្កើតទម្លាប់នៅក្នុងការស្វែងសិក្សាដោយខ្លួនឯងគឺជាកត្តាសំខាន់ខ្លាំងមែនទែនដើម្បីឲ្យបងប្អូនទទួលបាននូវភាពជោគជ័យបងប្អូនទាំងអស់គ្នាគួរតែចេះក្នុងការបង្កើតនូវទម្លាប់រៀនដោយខ្លួនឯងការបង្កើតទម្លាប់នៅក្នុងការរៀនដោយខ្លួនឯងគឺជាកត្តាសំខាន់ខ្លាំងមែនទែនសម្រាប់3ខែមុនបាក់ឌុបពីព្រោះពេលវេលារបស់យើងមិននៅមានច្រើនទៀតទេអញ្ចឹងហើយទាមទារឲ្យយើងចេះស្វែងសិក្សាដោយខ្លួនឯងនៅឯផ្ទះអនុវត្តខ្លួនឯងបានច្រើនដើម្បីឲ្យយើងមានសមត្ថភាពពេញលេញសម្រាប់ត្រៀមប្រឡងដូច្នេះហើយបងប្អូនទាំងអស់គ្នាគួរតែបង្កើតនៅការស្វែងសិក្សាដោយខ្លួនឯងនៅឯផ្ទះក៏ដូចជាជ្រើសរើសនៅពេលវេលាមួយដែលសមស្របជាមួយនឹងបងប្អូនទាំងអស់គ្នាដែលអាចស្វែងសិក្សាជាប្រចាំក៏ដូចជាបង្កើតជាទម្លាប់នៅក្នុងការរៀនដោយមិនធុញទ្រាន់ពលិទី3នោះគឺការបែងចែកកាលវិភាគសម្រាប់ស្វែងសិក្សានៅឯផ្ទះដោយខ្លួនឯងការរៀនដោយខ្លួនឯងគឺមិនមែនជារឿងងាយស្រួលទេដែលយើងអាចធ្វើបានអញ្ចឹងហើយបងប្អូនទាំងអស់គ្នាគួរតែចេះក្នុងការបង្កើតកាលវិភាគឲ្យបានច្បាស់លាស់ទៅលើមុខវិជ្ជាទាំង7មុខសម្រាប់ការប្រឡងរបស់យើងបានដឹងរួចមកហើយការប្រឡងបាក់ឌុបរបស់យើងគឺមានចំនួន7មុខក្នុងនោះខ្ញុំចែកជា2មុខគឺ1គឺការទន្ទិញទី2គឺការគិតលេខអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែចេះបែងចែកឲ្យបានច្បាស់លាស់ទៅលើមុខវិជ្ជាទាំង7នេះដើម្បីឲ្យយើងងាយស្រួលនៅក្នុងការស្វែងសិក្សាឲ្យបានគ្រប់មុខការបង្កើតការវិភាគតែមួយមុខមិនគ្រប់គ្រាន់ទេពេលខ្លះយើងបង្កើតហើយរៀនមិនត្រូវពេលរៀនមិនត្រូវខ្លួនឯងអញ្ចឹងហើយធ្វើឲ្យយើងមិនទទួលបានលទ្ធផលល្អទេអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែចេះជ្រើសរើសក៏ដូចជាស្គាល់ពីខ្លួនឯងបានច្បាស់ថាតើខ្លួនឯងចូលចិត្តរៀននៅពេលណាអ្នកខ្លះអញ្ចឹងទៅក៏ចូលចិត្តរៀននៅពេលព្រឹកខ្លះទៀតចូលចិត្តរៀនពេលថ្ងៃហើយខ្លះទៀតចូលចិត្តរៀនពេលយប់អញ្ចឹងហើយទាំងអស់នេះហើយគឺជាអ្វីដែលបងប្អូនគួរតែធ្វើដើម្បីឲ្យការស្វែងសិក្សារបស់យើងទទួលបាននូវលទ្ធផលល្អចំពោះកលឹះទី4ចុងក្រោយនោះគឺការជ្រើសរើសវិញ្ញាសារយៈពេល3ខែមុនពេលបាក់ឌុបគឺសំខាន់ខ្លាំងមែនទែនចំពោះបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមានភាពវៃឆ្លាតក្នុងការច្បិតយកវិញ្ញាសាណាដែលយើងគិតថាស័ក្តិសមក៏ដូចជាប្រហាក់ប្រហែលនៅវិញ្ញាសាដែលក្រសួងឆ្លប់ចេញកាលពីឆ្នាំមុនបងប្អូនទាំងអស់គ្នាអាចទៅស្វែងរកវិញ្ញាសាចាស់ៗដែលឆ្លប់ចេញតាំងពីឆ្នាំ2014រហូតមកដល់ឆ្នាំ2024ដើម្បីយល់ដឹងអំពីគំរូវិញ្ញាសាក៏ដូចជាលំហាត់ផ្សេងៗសំណួរថាតើចេញរបៀបណាដើម្បីឲ្យយើងងាយស្រួលក្នុងការត្រៀមខ្លួនក្នុងការប្រឡងរបស់យើងឲ្យទទួលបានភាពជោគជ័យអញ្ចឹងក្រោយពីយើងយកមកហើយយើងត្រូវទៅធ្វើវាដដែលសារចុះសារឡើងតាំងពីឆ្នាំ2014ហ្នឹងរហូតមកដល់ឆ្នាំ2024ទាំង7មុខវិជ្ជាដើម្បីយើងច្បាស់ថាវិញ្ញាសាដែលឆ្លប់ចេញតាំងពីឆ្នាំ2014ហ្នឹងគឺយើងអាចធ្វើបានយើងឃើញទៅយើងដឹងពីគន្លឹះនៃការធ្វើក៏ដូចជារបៀបនៃក្នុងការដោះស្រាយផងដែរហើយប្រសិនបើបងប្អូនធ្វើវិញ្ញាសាតាំងពីឆ្នាំ2014ហ្នឹងរហូតមកដល់ឆ្នាំ2024ហើយនៅតែមិនមានភាពជឿជាក់ក៏ដូចជាមិនទាន់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងឲ្យទទួលបានជោគជ័យខ្ញុំសូមណែនាំសាលា eSchool Cambodia បងប្អូនប្រហែលជាធ្លាប់បានដឹងក៏ដូចជាបានស្គាល់អំពី eSchool Cambodia ខ្លះៗហើយសាលា eSchool Cambodia គឺជាសាលាឈានមុខគេនៃប្រជាជាតិកម្ពុជាយើងដែលបង្រៀននិងរៀនតាមអនឡាញក៏ដូចជាប្រជុំទៅដោយសាស្ត្រាចារ្យល្បីៗដែលមានបទពិសោធន៍ក្នុងការបង្រៀនឲ្យសិស្សទទួលបានភាពជោគជ័យជាច្រើនឆ្នាំមកហើយតើការសិក្សាជាមួយនឹងសាលា eSchool Cambodia ទទួលបានអត្ថប្រយោជន៍កណ្ដីខ្លះសាលា eSchool Cambodia បានរៀបចំវិញ្ញាសាយ៉ាងល្អសម្រាប់បងប្អូនទាំងអស់គ្នាទាំងក្នុងការប្រឡងឲ្យទទួលបានភាពជោគជ័យអញ្ចឹងយើងដឹងហើយការសិក្សាតាមប្រព័ន្ធអនឡាញវាមិនមែនជាភាពងាយស្រួលទេពេលខ្លះបងប្អូនអាចនឹងអត់មានសេវាគ្រប់គ្រាន់ក៏ដូចជាតាក់នៅចំណុចណាមួយអញ្ចឹងហើយសាលាបានយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះបងប្អូនទាំងអស់គ្នាដោយពួកគាត់បានថតក៏ដូចជា record វីដេអូដែលបានបង្រៀននឹងទុកហើយទម្លាក់ចូលក្រុមដើម្បីឲ្យបងប្អូនអាចទៅសាររើក៏ដូចជាមើលនៅចំណុចដែលបងប្អូនគិតថាអត់ទាន់ច្បាស់ក៏ដូចជាមិនទាន់បានស៊ីជម្រៅទៅដល់ចំណុចនោះលើពីនេះទៅទៀតសាលាគឺមានលំហាត់ឲ្យយើងអនុវត្តជារៀងរាល់ថ្ងៃដើម្បីពង្រឹងសមត្ថភាពក្នុងការប្រឡងរបស់យើងឲ្យកាន់តែល្អយ៉ាងវិញទៀតសាលាបានរៀបចំគ្រប់ទៅតាមមុខវិជ្ជានីមួយៗក៏ដូចជាមានគ្រូបង្គោលសម្រាប់ឲ្យបងប្អូនងាយស្រួលក្នុងការសួរសំណួរនៅកន្លែងណាដែលបងប្អូនមិនទាន់យល់ច្បាស់ផងដែរជាពិសេសទៀតនោះគឺបងប្អូនដែលមិនទាន់មានមូលដ្ឋានគ្រឹះច្បាស់លាស់សាលាក៏បានរៀបចំនៅការបង្រៀនមូលដ្ឋានគ្រឹះសម្រាប់បងប្អូនដូចគ្នាថ្ងៃនេះក្រសួងកំពុងតែមានគម្រោងក្នុងការបញ្ចូលភាសាតេស្តនៅក្នុងការប្រឡងបាក់ឌុបរបស់យើងដូច្នេះហើយខាងសាលាក៏បានរៀបចំជារួចរាល់ដូចគ្នាក្នុងកញ្ចប់មុខវិជ្ជាទាំង7នេះ
ម្យ៉ាងទៀតសាលាតែងតែធ្វើតេស្តសមត្ថភាពបងប្អូនទាំងអស់គ្នាមុនពេលប្រឡងបាក់ឌុបជារៀងរាល់ខែដើម្បីវាស់ស្ទង់សមត្ថភាពបងប្អូនទាំងអស់គ្នាថាតើបងប្អូនខ្វះខាតចំណុចណាខ្លះដើម្បីបំពេញបន្ថែមឲ្យទទួលបានលទ្ធផលល្អហើយថែមទាំងប្រាប់ក៏ដូចជាណែនាំអំពីរបៀបក្នុងការសរសេរវិញ្ញាសាស្តង់ដារនៃការប្រឡងបាក់ឌុបខាងទៀតផងសម្រាប់កញ្ចប់ត្រៀមប្រឡងបាក់ឌុបនេះគឺមានតម្លៃ$600ប្រសិនបើបងប្អូនចុះឈ្មោះ100អ្នកដំបូងខាងសាលានៅបញ្ចុះតម្លៃនៅសល់ត្រឹមតែ$200តែប៉ុណ្ណោះខាងសាលាធានា100%ដើម្បីបងប្អូនប្រឡងចប់ប្រសិនបើបងប្អូនប្រឡងមិនចប់ខាងសាលានឹងផ្ដល់ប្រាក់ជូនបងប្អូនវិញ100%សិនបើបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចទាក់ទងទៅតាម Facebook Page ខាងលើនេះបានសូមអរគុណសម្រាប់បងប្អូនដែលកំពុងត្រៀមខ្លួនប្រឡងបាក់ឌុបនៅថ្ងៃទី18សីហា2025នេះចុះឈ្មោះសិក្សាថ្នាក់វិញ្ញាសាពិសេសត្រៀមប្រឡងបាក់ឌុបឆ្នាំ2025នឹងទទួលបានការផ្ដល់ជូនតម្លៃកាន់តែពិសេសពី$400មកនៅត្រឹមតែ$200ប៉ុណ្ណោះចុះឈ្មោះភ្លាមសិក្សាបានភ្លាមចុះឈ្មោះថ្ងៃនេះសិក្សារហូតដល់ថ្ងៃប្រឡងបាក់ឌុបរស់ដល់ឡើងការផ្ដល់ជូននេះត្រឹមតែ100អ្នកប៉ុណ្ណោះចុះឈ្មោះហើយប្រឡងបញ្ចប់ធានាជូនថវិកាវិញ100%។